បងស្រីហ្នឹងឯងបងស្រីដែលគេថាគេប្រខៀងបងឯងបងណាប្រខៀងបងឯងបងបងតាំងអារម្មណ៍មួយកូនបងតាំងមានអីនេះសេរីភាពវិញអីទេបងប្អូនឥឡូវនេះឃើញថាយើងសួរគាត់មិនក៏នៅតែអត់ដឹងនេះដែរចោះបានហើយអញមកអើលើកបងប្អូនឥឡូវនេះឃើញថាឥឡូវគាត់តែកំពុងតែទៅជួបគ្នាហើយបងប្អូនណាទៅជួបគ្នាហើយឥឡូវបងបាយជួយនិយាយឲ្យដេញតទល់ជាមួយនឹងបងស្រីតិចបានទេបងមិនបានធ្វើដាក់ខ្ញុំអញ្ចឹងសួរមិនបានធ្វើស៊ីសាហាវណាស់មិនបានធ្វើដាក់ខ្ញុំអញ្ចឹងខ្ញុំដៃចឹងឥឡូវសេះខ្ញុំសុំបងប្អូនឲ្យគាត់និយាយមួយសិនណាតោះបងប្អូនអាចផ្ដល់មតិមួយមកកូនគាត់ខ្ញុំអត់ឲ្យខ្ញុំចង់មកទេអូលោកបាននេះអាចបានដេញបំពេញលើរូបរាងកាយអូនឯងហ៎ចាបំពេញរួចគម្រាមបងឯងហ៎ចាគម្រាមឲ្យកត្រៃធំហើយកត្រៃអុយខ្ញុំកត្រៃគម្រាមប្រើកត្រៃគម្រាមប្រុងអញ្ចេះគាត់ប្រាប់ខ្ញុំឥឡូវបងស្រាប់ខ្ញុំមួយសិនគាត់ថាបាយបានគម្រាមគាត់ឲ្យមានកត្រៃធំណាស់នៅចិត្តខ្លួនបាយហើយបាយថាអត់ឲ្យគាត់ចេញតាណាអស់តាំងពីជិះឡានមុននឹងចូលទីតាំងនេះគឺបាយគម្រាមគាត់រហូតតើរឿងនេះជាការប៉ັດដែរទេអត់ទេអត់ការប៉ັດចារឿងបំពេញរាងកាយហ្នឹងការប៉ັດបងមិនបំពេញរាងកាយទេអត់មានលូកលាន់ណាហាត់លូកលាន់ណាបងអាហាត់ឲ្យបងគាត់ខ្ញុំមិនមែនទៅយកគាត់មកទេយល់តែកុំបាយបងស្រាយគាត់ខូចណាគាត់ខូចមិនបងចុះឥឡូវមកអញ្ចឹងឃើញឥឡូវបានឃើញអត់តាគួរនិយាយក្នុងហ្នឹងតែឬក៏អត់ដឹងតែបាយឡាយហើយមួយទៀតបងគាត់ថាបាយបានប្រើប្រាស់ឲ្យហឹមសាលើគាត់អត់ទេបាយស្ដាប់ខ្ញុំបាទខ្ញុំនៅបាទយ៉ាងម៉េចទៀតដឹងតែគាត់មកពីណាមកខ្ញុំគាត់គាត់ណាបងឥឡូវនេះឃើញថាយើងសួរគាត់មិនក៏នៅតែអត់ដឹងនេះដែរចោះបានហើយអញមកអើលើកបងប្អូនប្រិមិត្តឥឡូវនេះឃើញថាអត់ហើយបងប្អូនឥឡូវនេះឃើញថាបងណាទៅជួបគ្នាហើយឥឡូវបងបាយជួយនិយាយឲ្យដេញតទល់ជាមួយនឹងបងស្រីតិចបានទេបងបងស្រីវិញបងស្រីហើយគាត់ទៅនិយាយបងស្រីមកបងស្រីនេះឥឡូវបាយទៅនិយាយមួយបងស្រីទៀតមួយបងលូកលាន់យ៉ាងម៉េចពួកខ្ញុំធ្លាប់កេងមួយគ្នាហើយខ្ញុំក៏មានវីដេអូឲ្យមកទៀតបើថានេះអាហ្នឹងក៏មិនមែនខ្ញុំលួចថតមួយគ្នានោះថតវីដេអូទៀតអត់មានលួចថតទេតែថតស្មាច់រៀងខ្លួនស្មាច់ថតរៀងខ្លួនទៀតបាទខ្ញុំគាត់ឲ្យបានថាស៊ីខ្ញុំចឹងហើយការដែលមកនេះគឺគាត់ចង់មកខ្លួនឯងតែមកអូនទៅនោះបងទៅនោះបងមកនេះបងជាទីមេត្រីឥឡូវឃើញថាបងស្រីក៏បានអញ្ជើញទៅជាមួយស្មាតកៃបងសូមឲ្យគាត់ជាមួយណាបងអត់អីទេបងស្មាតកៃគាត់បញ្ញាមកចឹងទៅគាត់បានពេលឯកសណ្ឋានទេបងឥឡូវឃើញថាកម្លាំងស្មាតកៃបាននាំមកខ្លួនបងស្រីយកទៅប៉ុស្តិ៍ហើយទាំងអដិញខាងប្រុសទាំងខាងស្រីគឺនាំយកទៅទាំងអស់បងប្អូនណាដើម្បីធ្វើការសាកសួរទាំងសងខាងថាតើនរណាខុសនរណាត្រូវអូធម្មតាទេមានតែដល់កន្លែងស្មាតកៃទៅអាចវែកញែករកខុសរកត្រូវឃើញបងប្អូនករណីនេះមានន័យថាស្រីប្រកាន់ប្រុសប្រកែកបងស្រីបានលើកឡើងថាខាងប្រុសហ្នឹងបានប្រខៀងប្រឃុំខ្លួនមិនឲ្យចេញពីកន្លែងហ្នឹងហើយគម្រាមប្រើនៅកត្រៃអីផ្សេងលើកឡើងតាមអ្វីដែលគាត់ប្រាប់ណាប៉ុន្តែជាក់ស្ដែងឃើញថាខាងប្រុសថាអត់មានអញ្ចឹងទេគាត់អត់បានធ្វើអញ្ចឹងឡើយហើយការដែលបងស្រីលើកឡើងចោទមួយទៀតថាបានបំពេញលូកលាន់ខ្សែសន្តិវៈអីផ្សេងខាងប្រុសក៏លើកឡើងថាបងការដែលធ្វើអញ្ចឹងហ្នឹងគឺស្ម័គ្រចិត្តទាំងសងខាងតើមិនមានការបំពេញទេណាបើមិនជឿគឺសួរខាងស្រីទៅពេលអូដៃទៅសួរខាងស្រីក៏លែងមាត់ទៅកន្លែងហ្នឹងប៉ុន្តែខាងស្រីនៅតែចោទប្រកាន់មួយទៀតថាហើយចុះមិនបងឯងគម្រាមខ្ញុំយកកត្រៃមកគម្រាមអីផ្សេងមានទាំងលុយកាក់អីមិនឲ្យចេញក្រៅតាំងពីមុននឹងចូលក្នុងនេះបើតាមអ្វីដែលខាងស្រីលើកឡើងប្រាប់ហើយខាងប្រុសក៏ថាចង់យ៉ាងម៉េចដោះស្រាយនឹងនៅប៉ុស្តិ៍ទៅអ្នកឯងខូចណាចោទប្រកាន់ខ្ញុំជាច្រើនលើកច្រើនសារហើយករណីនេះក៏បានកើតឡើងស្ថិតនៅក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅនឹងកន្លែងផែស្ងួតមកកន្លែងដែលយើងមិនអាចបង្ហើបជួបបានឡើយកុំឲ្យប៉ះពាល់ដល់កន្លែងគេប៉ុន្តែឥឡូវឃើញថាជនរងគ្រោះឬទាំងជនសង្ស័យបានត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍ដើម្បីសាកសួរទាំងអស់គ្នាថាតើនរណាខុសនរណាត្រូវស្អែកសមត្ថកិច្ចនឹងធ្វើការប្រកាសជាសាធារណៈហើយនឹងជម្រាបជូនដល់សាធារណជនឲ្យបានដឹងនឹងជ្រាបជាព័ត៌មានបងប្អូនករណីនេះវាចូលលក្ខណៈថារញ៉ែប្រុសប្រកែកស្រីប្រកាន់ណាដល់ពេលប្រច័នចូលឡើងទៅជាអញ្ចឹងទៅអញ្ចឹងជុំវិញព័ត៌មាននេះសម្បត្តិមានសារមរណភាពត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនខ្លីៗដល់បងប្អូនឲ្យបានដឹងនឹងជ្រាបជាព័ត៌មានតែប៉ុណ្ណេះសម្បត្តិមានសារមរណភាពត្រង់ក៏សូមអរគុណនិងសូមគោរពលា